Some đại đế chô Hun Sen chặt tốc tung vơ chun chiết thái đã tăng rúp sầm đại bánh vô cùng vốn chia tung vơ ạ mình nụ nương ón trường sát. Some đại đế chô Hun Sen ประเทศประสเพียในกัมพูชีในថ្ងៃទី6 ខែតុលាឆ្នាំ2025នេះបានបង្ហាញសារពិសេសមួយដោយអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្សនិងអន់ជើងសត្វដូចថៃមួយចំនួនបាននឹងកំពុងធ្វើដាក់សម្ដេចហើយសម្ដេចដេជោក៏ប្រកាសឲ្យដឹងថាប្រសិនបងប្អូនឈឺចាប់ជាមួយថៃសូមកុំទិញទំនិញថៃមកប្រើនិងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើងក្នុងសំណេររបស់សម្ដេចដេជោហ៊ុនសែនបានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះឬជាជនជាតិស៊ីវិល័យមានគុណធម៌សិលធម៌និងអរិយធម៌ខ្ពស់ដោយជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជើងសត្វមិនថាវីដេអូនេះធ្វើឲ្យមនុស្សផ្ទាល់ឬដោយ AI គឺសុទ្ធតែបង្ហាញនៅអំពើអាក្រក់ទាំងអស់មិនថាជនជាតិណាឬក្រុមណានោះទេកន្លងមកនេះបងប្អូនយើងមួយចំនួនបានសុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថតឬព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃយកមកដាក់ហើយបាញ់យករង្វាន់ដោយជនជាតិថៃមួយចំនួនបាននឹងកំពុងធ្វើខ្ញុំបានប្រាប់ទៅវិញថាបើយល់ថាគេធ្វើបែបនេះជាការខុសសូមកុំប្រឡងយកខុសជាមួយគេធ្វើអីព្រោះអំពើបែបនេះជាអំពើអមនុស្សនិងអន់ជើងសត្វទៅទៀតខ្ញុំបានពន្យល់បន្ថែមថាពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបាត់ឈប់បាញ់កំពុងស្ថិតក្នុងស្ថានភាពភ័យស្រួយឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាពខ្ញុំសូមអំពាវនាវជនរួមជាតិយើងសូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះទោះជាប្រទេសយើងតូចប្រជាជនយើងមានចំនួនតិចសេដ្ឋកិច្ចយើងទន់ខ្សោយតែយើងកុំខ្សោយខាងសិលធម៌យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសិលធម៌ខ្ពស់ប្រសិនបងប្អូនជឿចាប់ជាមួយថៃមិនចូលចិត្តថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើងសូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃនិងប្រជាជនថៃដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជាខ្ញុំនៅតែជឿថាប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេមនុស្សមួយចំនួននៅថៃរួមទាំងអ្នកដឹកនាំថៃខ្លះផងកំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថាកំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀតដែលវាយក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំមិនតិចជាង$5000 លានទៅទិញទំនិញថៃហើយបង្វែរលុយនេះមកទិញទំនិញក្នុងស្រុកដែលធ្វើឲ្យទំនិញផលិតផលក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជាយើងមិនដែលបានទៅសុំទិញទំនិញថៃមកលក់ក្នុងទីផ្សារយើងទេគឺយកលុយទៅទិញសូមអ្នកដឹកនាំថៃកុំយល់ច្រឡំនិងប្រមាថកម្ពុជាបន្តទៀតយើងដឹងថាពួកអ្នកជាអ្នកមានជាងកម្ពុជាតែអ្នកក៏ត្រូវយល់ថាយើងក៏បានយកលុយទៅទិញទំនិញថៃទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូលសូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជាកុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃសូមប្រញាប់ប្តូរប្រាក់បាតថៃជាមួយប្រាក់រៀលឬដុល្លារព្រោះពេលខាងមុខនេះបងប្អូននឹងរងការខាតបង់ធ្ងន់ធ្ងរនិងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដោយករណីអគ្គិសនីអ៊ីនធឺណិតនិងប្រេងឥន្ធនៈកាលពីពេលមុនឈប់ប្រើប្រាស់ប្រាក់បាតមកប្រើប្រាស់ប្រាក់រៀលគឺជួយពង្រឹងនៅរូបិយវត្ថុរបស់ជាតិយើង
ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់